ស្ដីបងប្អូនរួមជាតិជាទីគោរពនិងជាទីស្រឡាញ់នេះជាទស្សនៈរបស់ខ្ញុំបាទទេពនិមិត្តពួកជនល្មមអំណាចបានបញ្ចេញកលល្បិចនយោបាយឈ្នះឈ្នះដ៏ថោកទាបរបស់ខ្លួនមកលើប្រជាពលរដ្ឋស្លូតត្រង់ដែលធ្វើការទាមទារសិទ្ធិសេរីភាពនិងទាមទារយុត្តិធម៌ជូនជាតិមាតុភូមិទៅតាមរូបភាពផ្សេងដោយអហិង្សាដែលស្របទៅតាមច្បាប់រដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃប្រទេសតែត្រូវបានទទួលរងគ្រោះដោយពួកឆ្កែបំរើជនផ្ដាច់ការរំលោភបំពានច្បាប់យ៉ាងកំរោលមកវ័យតតភៈចាប់ចងនិងបាញ់សម្លាប់ប្រជាពលរដ្ឋស្លូតត្រង់យ៉ាងសាហាវឃោឃៅព្រៃផ្សៃជាទីបំផុតទាំងនេះជាទង្វើមួយដ៏អាក្រក់ជួជាតិដែលនាំឲ្យប្រទេសដទៃដែលនៅជិតខាងយើងគេនាំគ្នាសើចចំអកនិងមើលងាយមើលថោកចំពោះជាតិសាសន៍ខ្មែរយើងភាពខ្មៅងងឹតនៃលទ្ធិផ្ដាច់ការរបស់ជនល្មមអំណាចកំពុងតែចូលមកគ្របដណ្ដប់លើផ្ទៃប្រទេសកម្ពុជាទាំងមូលកាន់តែសាហាវខូខូព្រិផ្សៃពីមួយថ្ងៃទៅមួយថ្ងៃព្រោះតែភាពឈួតវង្វេងនិងយសស័ក្តិលៀបសក្ការៈដែលជាសម្បត្តិលោកីនោះឯងលោកហ៊ុនសែនធ្លាប់បានស្រែកក្តែងថ្កោលទោសរបបខ្មែរក្រហមថាជារបបផ្ដាច់ការសម្លាប់ជាតិសាសន៍ឯងមិនតែប៉ុណ្ណោះទេថែមទាំងបញ្ជាឲ្យសភាដែលជាអាយ៉ងរបស់ខ្លួនធ្វើច្បាប់ដាក់ទោសដល់ជនណាដែលមិនទទួលស្គាល់របបខ្មែរក្រហមទៀតផងនេះគ្រាន់តែជាកលល្បិចដ៏ថោកទាបរបស់ជនល្មមអំណាចលេងសៀកស្ពិនភ្នែកធ្វើឲ្យខ្មែរមួយចំនួនតូចដែលខ្វះសតិសម្បញ្ញៈនិងរិះគិតនិងទទួលលៀបសក្ការៈពីរដ្ឋាភិបាលលោកហ៊ុនសែនវង្វេងជឿទុកចិត្តតែប៉ុណ្ណោះអ្វីគ្រប់យ៉ាងគឺសាហាវខូខើលើសពីរបបខ្មែរក្រហមទៅទៀតសូមបងប្អូនជ្រាបថាល្បិចនយោបាយយកស្លឹកត្នោតខ្ចប់ស្ករត្នោតនេះយួនប្រើឲ្យក្រុមខ្មែរវាគ្មិនឬក្រុមកញ្ជះយួនដាច់ថ្លៃនោះអនុវត្តតាំងតែពីឆ្នាំ1970រៀងរហូតដល់សប្តាហ៍នេះបងប្អូនកូនក្មួយមិនដែលដឹងពីរបបខ្មែរក្រហមទេនោះសូមបងប្អូនកូនក្មួយពិនិត្យមើលរបបលោកហ៊ុនសែនសប្តាហ៍នេះទៅមិនមានអ្វីខុសប្លែកពីគ្នានោះឡើយមានតែសាហាវខូខើព្រៃផ្សៃនិងហិនហោចទ្រព្យសម្បត្តិជាតិយើងខ្លាំងជាងសម័យប៉ុលពតទ្វេដងទៅទៀតល្បិចនយោបាយយកស្លឹកត្នោតខ្ចប់ស្ករត្នោតឬនយោបាយខ្ចីដៃខ្មែរសម្រាប់ខ្មែរនេះត្រូវបានលោកហ៊ុនសែនធ្វើតាមចវាយនាយរបស់លោកជារៀងរហូតមកហើយមានប្រសិទ្ធភាពណាស់គ្រាន់តែបដូរឈ្មោះមកជានយោបាយឈ្នះតែប៉ុណ្ណោះក្នុងនាមខ្ញុំជាបរិវត្តខ្មែរសូមធ្វើការថ្កោលទោសដល់ពួកឆ្កែបំរើជនផ្ដាច់ការរបបអំណាចដែលបានរំលោភបំពានលើច្បាប់រដ្ឋធម្មនុញ្ញជាតិនិងរំលោភលើសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរបានធ្វើការចាប់ចងវាយធ្វើបាបនិងបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរស្លូតត្រង់អស់រយៈពេលកន្លងមកដោយខ្វះសតិសម្បជញ្ញៈដាក់ក្បាលឲ្យពួកជនកុម្មុយនីសជន
ធ្វើជាឈ្នន់ដើម្បីឈោងទៅចាប់អំណាចបំពេញមហិច្ឆតាលោកលន់របស់ពួកគេដូច្នេះសូមអស់លោកដែលកំពុងតែមានតួនាទីនៅក្នុងជួរកងទ័ពក៏ដូចជាជួរនគរបាលដែលមានគ្រឿងសត្រាវុធនៅក្នុងដៃគួរណាស់តែអស់លោកអាណិតស្រឡាញ់ជាតិខ្មែរដូចគ្នាមិនត្រូវអូនក្បាលបំរើមហិច្ឆតាពួកជនល្មើសអំណាចចាប់ចងវ័យធ្វើបាបនិងបាញ់សម្លាប់ជាតិសាសន៍ខ្មែរដូចគ្នាតទៅទៀតទេបើពួកអស់លោកនៅតែធ្វើតាមបញ្ជាពួកជនល្មើសអំណាចតទៅទៀតនោះពួកអស់លោកមិនខុសអីពីសត្វទេរឆានឡើយមិនត្រឹមតែប៉ុណ្ណោះទេពួកអស់លោកអន់ជាងសត្វទេរឆានទៅទៀតសូមអស់លោកពិនិត្យមើលឲ្យច្បាស់ទៅពពួកសត្វខ្លាសត្វតោសុទ្ធតែជាពពួកសត្វសាហាវស៊ីតែសាច់ក៏ប៉ុន្តែពួកសត្វទាំងនេះវាមិនដែលស៊ីសាច់គ្នាវាទេវាចាប់តែសត្វណាដែលមិនមែនជាសត្វខ្លាឬសត្វតោស៊ីតែប៉ុណ្ណោះដូច្នេះពួកសត្វទាំងនេះក្រនបើជាងខ្មែរមួយចំនួនតូចដែលឆ្លក់វង្វេងបនស័កលៀបសក្ការៈគិតតែសម្រាប់ជាតិសាសន៍ឯងដើម្បីកប់ចិត្តចវាយនាយបំពេញមហិច្ឆតាលោកលន់របស់ខ្លួនមិនចេះខ្មាស់បាបនោះឡើយបងប្អូនរួមជាតិជាទីគោរពពេលនេះយើងមិនអាចពឹងពាក់ទៅលើព្រះមហាក្សត្រឲ្យជួយធ្វើជាមលុបនិងជួយសម្រេចវាសនាប្រទេសជាតិបានដូចមុនទៀតទេព្រោះព្រះមហាក្សត្រលោកបានស្រឡាញ់គណៈបកប្រជាជនជាងប្រជារាស្ត្រខ្មែរទៅហើយដូច្នេះយើងដែលជារាស្ត្រខ្មែរគ្រប់រូបត្រូវតែរួមដៃគ្នាទាំងក្នុងប្រទេសនិងក្រៅប្រទេសសម្រាប់ជោគវាសនាប្រទេសជាតិដោយខ្លួនឯងទៅតាមផ្លូវច្បាប់អន្តរជាតិទាំងអស់គ្នានៅទីបញ្ចប់នេះខ្ញុំបាទសូមបួងសួងដល់វិញ្ញាណក្ខន្ធពពកបរោះខ្មែរស្នេហាជាតិគ្រប់ចំនួននិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិថែរក្សាទឹកដីអង្គរសូមលោកតាមជួយបីបាច់ថែរក្សាអ្នកស្នេហាជាតិខ្មែរក៏ដូចជាប្រជាពលរដ្ឋខ្មែរនៅគ្រប់ទិសទីឲ្យជួបតែសេចក្តីសុខស្តីចម្រើនឈ្នះអស់នៅពួកចោរថ្មិលទាំងឡាយហើយក៏សូមឲ្យវិញ្ញាណក្ខន្ធពពកបរោះខ្មែរស្នេហាជាតិគ្រប់ចំនួននិងវត្ថុស័ក្តិសិទ្ធិថែរក្សាទឹកដីកម្ពុជានៃយើងជួយបរាមុខពួកជនក្បត់ជាតិពួកជនមុខជាតិពួកជនបំផ្លាញជាតិពួកជនសម្លាប់ជាតិឯងឲ្យវិនិច្ឆ័យសាបសូន្យនៅពេលខាងមុខដ៏ខ្លីនេះអំពីខ្ញុំទេពនិមិត្តคนวิทยุជំនួយនឹងគណៈបកសង្គ្រោះជាតិដើម្បីស្វែងរកឲ្យបាននៅដំណោះស្រាយដើម្បីជាតិរួមទាំងមូលដើម្បីបាននូវសន្តិភាពជារបៀបសង្គមប្រទេសខ្មែររបស់យើង People, we want our freedom.